លើថាដួងចំលក្ខណៈធម្មជាតិហើយមានបងប្អូនយើងសួរថាហេតុអីបានមានចំណីបាទហេតុអីបានចំណីសម្រាប់មកដែរដូចជាចំណីគោបាទចំណីដែលយើងអាចដាក់ចំណីគោក៏បានចំណីប្រភេទចំណីសត្វនិយាយចំទៅបាទខ្ញុំសូមបញ្ជាក់ត្រង់ហ្នឹងគឺនៅពេលដែលយើងបង្កាត់ដំបងបាទគេហៅថាបង្កាត់ឬក៏ភ្ញាស់ហ្នឹងគឺយើងត្រូវការប្រើចំណីបាទដើម្បីអីដើម្បីបំពន់កូនដួងហ្នឹងកុំឲ្យវាក្រិនបាទយើងមើលដួងធម្មជាតិបងប្អូនដួងធម្មជាតិគឺវាអត់សូវធំទេមូលហេតុគឺវាស៊ីរបស់តែមួយមុខបាទអញ្ចឹងនៅពេលដែលយើងចិញ្ចឹមចំណីរបស់វាហ្នឹងយើងលាយមានដូងដលងចេកបាទទឹកអ៊ីស្កររងូចំណីសត្វកតុកបាទអានេះគឺអ្វីដែលយើងលាយអញ្ចឹងធ្វើឲ្យកូនដួងហ្នឹងវាធំល្អយើងចិញ្ចឹមរយៈពេលតែ10ថ្ងៃឬក៏15ថ្ងៃកន្លះខែហ្នឹងដួងយើងហ្នឹងប៉ុនម្រាមដៃបងប្អូនបាទខ្លះប៉ុនមេដៃឬក៏ធំជាងមេដៃមូលហេតុគឺវាមានសតែរបស់ពៅឬក៏បំពន់នៅពេលដែលដួងយើងបានអាយុ20ថ្ងៃគឺយើងចាប់ផ្ដើមឲ្យវាស៊ីតែ3មុខទេបាទគឺដូងដលងចេកបាទបងប្អូនយើងច្រាមដាក់ទៅបាទច្រាមចូលគ្នាច្បល់ចូលគ្នាទៅបាទអាហ្នឹងហើយគឺជារបស់ធម្មជាតិបងប្អូនគិតមើលនៅក្នុងសរសៃសាច់ដំឡូងសាច់ចេកសាច់ដូងវាសុទ្ធសឹងតែជាជាតិសរសៃឬក៏ជាតិ fiber ឬក៏ជាតិខ្លាញ់ជាតិខ្ទិះបាទនៅក្នុងហ្នឹងអញ្ចឹងហើយបានដួងយើងដែលយើងចំតាមលក្ខណៈធម្មជាតិហ្នឹងគឺវាមានរសជាតិឆ្ងាញ់ជាងដួងធម្មជាតិបាទព្រោះដួងធម្មជាតិវាស៊ីរបស់តែមួយមុខទេបាទអាហ្នឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងបាទហើយក៏សូមអរគុណបងប្អូនតែយកទៅលក្ខណៈជាឈុតធំដូចជា50ឈុតបាទឬក៏100ឈុតហ្នឹងគឺខ្ញុំបានដឹកទៅដល់លាយចំណីជួយលាយបងប្អូនឬក៏ប្រាប់វិធីលម្អិតបាទដែលបងប្អូនចិញ្ចឹមទៅគឺអត់មានបញ្ហាទេហើយខ្ញុំបាទក៏ទទួលដោះស្រាយនៅរាល់បញ្ហារាល់ឧបសគ្គដែលបងប្អូនមានបញ្ហាទាំងអស់បាទសូមអរគុណ